ខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទគឺថ្ងៃទី8បាទថ្ងៃទី8ខែឧសភាឆ្នាំ2026ហើយនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទខ្ញុំបាទមានសម្បត្តិខ្លីមួយដែលចែកជូនដល់ពុកម៉ែមីងនៅក្នុងសម្បត្តិមួយហ្នឹងគឺខ្ញុំដើរទៅហ្នឹងដើរទៅណាមិនដឹងទេប៉ុន្តែគាត់ថាទៅដល់ផ្ទះហ្នឹងគេមានឆ្កែហើយយើងក៏ដឹងថាផ្ទះហ្នឹងគេមានឆ្កែកាយដែរប៉ុន្តែយើងមិនដឹងថាវាមានច្រើនណាហើយឆ្កែច្រើនពុកម៉ែមីងបាទឆ្កែហ្នឹងក៏បានវាមករកខំខ្ញុំដំបងហ្នឹងវាខំជាប់ខោខ្ញុំដែរហើយខ្ញុំពើកូនរបស់ខ្ញុំពុកម៉ែមីងណាហ្នឹងហើយអញ្ចឹងខ្ញុំរៀងនេះដែរខ្ញុំប្រញាប់ប្រយ័ត្នកុំឲ្យវាខំចំកូនអញ្ចឹងណាកុំឲ្យខំใส่កូនយើងនឹងដៃយើងពើទេហ្នឹងហើយអញ្ចឹងវាខំយើងក៏ឡើងទៅលើអីយើងក៏តោងមកតោងជើងផុតអញ្ចឹងទៅវាខំយើងអត់កើតទេហើយយើងក៏ហៅម្ចាស់គេឲ្យមកជួយមើលឆ្កែហើយម្ចាស់គេក៏សេកមកទៅឆ្កែក៏ទៅបាត់អស់ទៅបាទហ្នឹងហើយអញ្ចឹងគឺមានប៉ុណ្ណឹងពុកម៉ែមីងបាទក្នុងសម្បត្តិរបស់ខ្ញុំថ្ងៃនេះបាទជូនពរពុកម៉ែមីងបាទសូមឲ្យហេងហេងសុខសប្បាយទាំងអស់គ្នា